ឯកឧត្តមកតេនីតិកសលបណ្ឌិតអឹមឈុនលឹមប្រធានក្រុមប្រឹក្សាធម្មនុញ្ញរួមជាមួយនឹងសម្ដេចឯកឧត្តមលោកជំទាវសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំឲ្យមានការសម្ដែងសិល្បៈរបាំត្រុដិនៅក្រុមប្រឹក្សាធម្មនុញ្ញវិមានរដ្ឋចំការមនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី9ខែមេសាឆ្នាំ2025ដើម្បីទទួលអំណរសាទរពរជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបាំត្រុដិគឺជារបាំតំណាងឲ្យការឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីនិងដើម្បីប្រសិទ្ធនៅសពសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មីយោងតាមសៀវភៅរបាំប្រជាប្រិយខ្មែរនៃក្រមជំនុំទំនៀមទម្លាប់ខ្មែរបានលើកឡើងថារបាំត្រុដិជារបាំប្រជាប្រិយមួយបែបដែលសពថ្ងៃនេះគេឃើញនៅតែមាននៅក្នុងខេត្តសៀមរាបហើយជួនកាលគេឃើញនៅក្នុងខេត្តបាត់ដំបងខ្លះដែរត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាបនោះឯងរបាំត្រុដិមានតែលេងនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះដើម្បីប្រសិទ្ធពរជ័យសិរីសួស្តីជូនដល់អ្នកស្រុកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈ្មោះថាត្រុដិជាពាក្យដើមមកពីភាសាសំស្ក្រឹតប្រែថាផ្ដាច់ឬកាត់ផ្ដាច់គឺសំដៅដល់ការផ្ដាច់ឆ្នាំឬការកាត់ផ្ដាច់ឆ្នាំចាស់ចូលទៅឆ្នាំថ្មីហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថាត្រឹសសង្ក្រាន្តជាប់រហូតមកដល់សព្វថ្ងៃ